បើមានកម្រងម្ដាយលេងជាមួយមិត្តភក្តិនៅសៀមរាបគួរណាតែមកគេងនៅខុនដូម្ដងចង់ថាមកសៀមរាបលើកនេះគឺខ្ញុំជួលខុនដូនៅហ្មងនិយាយទៅខុនដូនេះគឺពីបន្ទប់គេហើយពីបន្ទប់ទឹកនេះគឺជាកែបាយនិយាយទៅមកខ្ញុំនឹងធ្វើអីនិយាយទៅយូរណាស់តែធ្វើអីរបបវិញយ៉ាងដែរហើយកែបាយគេបើសិនជាអ្នកខ្ញុំមកកុំបារម្ភថាត្រូវខ្វែកផ្ទះឆ្នាំងអីណាគឺមានគ្រប់សពក្នុង3តែកបត់អីហ្នឹងក៏មានដែរតបមកនេះគឺតុកញ៉ាំបាយមាន4នាក់ដែលថាតែខុនដូនេះគឺគេតម្រូវឲ្យ4នាក់អីចឹងណាវាពីរោមអាចឈៀលអីប្រយុទ្ធបានហើយទទួលគេឡើងធំអីដែលពិសេសដែលខ្ញុំចូលចិត្តណាគឺគេមានម៉ាស៊ីនបោកកៅអៅអញ្ចឹងអើយកៅអៅដែលខ្ញុំត្រូវពាក់តែប្រហែលគឺតិចទៀតគឺចូលម៉ាស៊ីនហ្នឹងអស់ហើយបាត់តែបែររំគេនៅខាងក្នុងហ្នឹងគឺគេមានបន្ទប់ទឹកប្រាប់មកខាងទៅបែររំគេវាអូយស្អាតហ្មងហើយឡើងធំហើយគេមានទូកៅអៅនៅខាងនេះហើយមានតុរៀនទូទឹកនៅខាងនេះហើយនេះបន្ទប់ទឹកមួយទៀតមួយទឹកក្នុងហ្នឹងក៏បានដែរនេះហើយនេះគឺបន្ទប់មួយទៀតនិយាយទៅបន្ទប់មួយនេះស្អាតគ្រាន់តែមានទូជាង master bedroom តែមកសំរុំហ្មងបើសិនជាមកស៊ីមរំលឹកក្រោយគួរតែស្នាក់នៅ condo ម្ដងហើយធានាថាដូចនៅផ្ទះខ្លួនឯងអញ្ចឹង